សូមគោរពនិងសួស្តីដល់បងប្អូនអ្នកទស្សនាពិសេសអ្នកដែលចូលចិត្តតាមដាននៅការសិក្សាស្រាវជ្រាវនិងបទបង្ហាញនានាអំពីនយោបាយនិងស្ថានភាពឬសន្តិសុខឬក៏សណ្ដាប់ធ្នាប់អន្តរជាតិនាពេលបច្ចុប្បន្ននេះគឺជាប្រធានបទពេញនិយមមិនថាអ្នកវិភាគក្នុងស្រុកដែលនិន្នាការរដ្ឋាភិបាលឬអ្នកវិភាគក្នុងស្រុកនៅក្នុងអង្គការក្រៅរដ្ឋាភិបាលឡើយសូម្បីតែអ្នកវិភាគនៅក្រៅប្រទេសក៏តែងតែលើកយករឿងទាំងនេះមកពិភាក្សាគ្នាដែរបរិយាកាសសកលដែលជាបញ្ហាដ៏គួរឲ្យទាក់ទាញដែលផ្ដើមឡើងដោយប្រធានាធិបតីមុតស្រួចដែលមានប្រជាប្រិយភាពជាងគេក្នុងសកលលោកគឺសហរដ្ឋអាមេរិកគឺ President Donald Trump បានមើលទៅហាក់បីដូចជាត្រៀមខ្លួនដើម្បីផ្លាស់ប្ដូរសកលលោកក៏ប៉ុន្តែអ្វីដែលខ្ញុំបាទចង់លើកយកមកជម្រាបជូនបងប្អូនទាំងអស់ជាពិសេសអ្នកចូលចិត្តសិក្សាអំពីនយោបាយនិងបទវិភាគនានាចង់រំលឹកឃើញថាការផ្លាស់ប្ដូរពិភពលោករបស់ប្រធានាធិបតី Donald Trump គឺមានដែនកំណត់ឧបសគ្គធំមួយតើអ្វីជាឧបសគ្គធំមួយសម្រាប់ការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់អន្តរជាតិតាមរយៈប្រធានាធិបតី Donald Trump តោះយើងលោកគ្រូនឹងលើកយកបញ្ហាពីបុរាណបូកផ្សំទៅនឹងអ្វីដែលយើងមានបច្ចុប្បន្នដែលជាអក្សរអាចកំបាំងឆ្លងសម័យកាលដែលជាមេរៀនពីមុនមកអូខេឆ្លើយតបទៅនឹងសំណួរមួយនេះយើងទៅសិក្សាយើងទៅមើលអក្សរអាចកំបាំងជាមុនសិនដោយសារតែលោកគ្រូពុំមានជំនាញផ្នែកកាត់តរូបភាពក៏ពុំបានយករូបភាពនោះមកភ្ជាប់ទៅនឹងប្រធានបទដើម្បីឲ្យអ្នកវិភាគក៏ដូចជាអ្នកតាមដានផ្សេងអាចងាយយល់ជាងនេះក៏ប៉ុន្តែរូបភាពនោះក៏មិនមែនជារឿងអាចកំបាំងដែរដោយសារតែបងប្អូនជនរួមជាតិក៏ដូចជាភ្ញៀវជាតិអន្តរជាតិផ្សេងធ្លាប់បានទៅលេងប្រាសាទនានានៅក្នុងប្រជាជាតិកម្ពុជាអញ្ចឹងអក្សរអាចកំបាំងនេះស្ទើរតែបងប្អូនទាំងអស់គ្នាបានឃើញប៉ុន្តែគ្រាន់តែថាមិនចាប់ផ្លឹកតែប៉ុណ្ណោះតើផ្ទាំងអក្សរអាចកំបាំងមួយនោះវាមានពាក់ព័ន្ធអ្វីទៅនឹងសក្ការៈថ្មីនៃសណ្ដាប់ធ្នាប់អន្តរជាតិតាមរបស់ប្រធានាធិបតី Trump ប៉ុន្តែអ្វីដែលលោកគ្រូចង់លើកឡើងគឺជាពេលវេលាដែលពួកអឺរ៉ុបប្រជាជាតិអឺរ៉ុបនិយាយថា Time Machine ហើយ Time Machine ពិតប្រាកដមិនមែននៅអឺរ៉ុបទេ Time Machine ពិតប្រាកដគឺនៅអាស៊ីរូបភាពដែលបញ្ជាក់អំពីអក្សរអាចកំបាំងនោះវាពាក់ព័ន្ធទៅនឹងគេហៅថាព្រហ្មលោកដែលមានរូបណាអ្នកមានអំណាចម្នាក់មានដៃ4ពាក់មកុដណាអញ្ចឹងនេះទី1ហើយនឹងម្ខាងទៀតគេហៅថាបរិះម្នាក់ដែលមានអំណាចមានមកុដដូចគ្នាប៉ុន្តែមានដៃ4ប្រកេះរហូតដល់4អញ្ចឹងណាតើរូបភាពរបស់ស្ដេចឬក៏អធិរាជឬក៏អ្នកប្រាជ្ញបុរាណលោកចង់ផ្ដល់អ្វីឲ្យយើងពិតប្រាកដតើរូបភាពនោះវាពាក់ព័ន្ធអ្វីទៅនឹងប្រធានបទរបស់យើងជាក់ស្ដែងដូចជាក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយើងឃើញថានេះក្រោយចាប់សង្គ្រាមក៏ដូចជាក្រោយចាប់សង្គ្រាមលោកលើកទី2ក៏ដូចជាការចាប់ផ្ដើមឡើងជាអង្គការអន្តររដ្ឋាភិបាលមួយដែលយើងហៅថាអង្គការសហប្រជាជាតិឬក៏ ONU ឬក៏ NU មានសមាជិកភាពក្រុមប្រឹក្សាសន្តិសុខរហូតដល់5ប្រទេសមានប្រទេសអីខ្លះយើងដឹងហើយអញ្ចឹងតើ5ប្រទេសនេះវាពាក់ព័ន្ធទៅនឹងរូបភាពដែលប្រាជ្ញបុរាណយើងចង់ផ្ដល់ថានៅថ្ងៃខាងមុខផែនដីរបស់យើងនឹងគ្រប់គ្រងដោយក្រុមពីរនេះទី1ក្រុមមនុស្សបុរសម្នាក់ដែលមានក្បាលមួយ
ដៃ4គឺគ្រប់គ្រងប្រទេសគ្រប់គ្រងទិសទាំង4គឺគ្រប់គ្រងផែនដីយើងរីឯបរិមម្នាក់ទៀតមានប្រកេះ4ដៃ4ដូចគ្នាគ្រប់គ្រងផែនដីដូចគ្នាប៉ុន្តែមានប្រកេះដល់ទៅ4តំណាងឲ្យ4ប្រទេសសំណួរសួរថាតើហេតុអ្វីបានយើងនិយាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយវាពាក់ព័ន្ធអ្វីជាមួយនឹង peace របស់ Donald Trump President Donald Trump បានជាលោកគ្រូលើកយកចំណុចនេះមកវិភាគដោយសារលោកគ្រូចង់ឲ្យកូនក្មួយទាំងអស់យល់អំពីទឹកចិត្តរបស់អ្នកនយោបាយដែលកំពុងតែបញ្ចេញសមត្ថភាពកូរពិភពលោកបញ្ចេញសមត្ថភាពសិល្បៈហួសព្រំដែនតើមានន័យយ៉ាងម៉េចទៅវត្ថុបំណងរបស់ President Donald Trump គាត់ចង់បង្កើតសណ្ដាប់ធ្នាប់ថ្មីមួយតាមរយៈអ្វីដែលថា peace ដែលគាត់ចង់បានហ្នឹងលោកគ្រូភ្លេចពាក្យទៅហើយគាត់ព្យាយាមគៀងគរប្រមូលប្រទេសទាំងអស់ក្នុងពិភពលោកដើម្បីចូលជាអេគីបរបស់គាត់រៀបចំយន្តការថ្មីក្នុងការដោះស្រាយចំនួនក៏ដូចជាការកសាងសន្តិភាពអញ្ចឹងយើងមិនចាំបាច់និយាយពីប្រទេសតូចតាចទេប៉ុន្តែប្រទេសតូចតាចនឹងចូលជាបន្តបន្ទាប់តែតាមលទ្ធភាពរបស់ប្រទេសរបស់គេប៉ុន្តែឧបសគ្គចម្បងដើម្បីដើរតួជាអ្នករៀបចំសណ្ដាប់ធ្នាប់អន្តរជាតិបានស្ទើរតែជំនួសអង្គការសហប្រជាជាតិស្ទើរតែជំនួសក្រុមប្រឹក្សាសន្តិសុខតើវាទាមទារឲ្យមានធាតុអ្វីខ្លះចូលរួមចម្លើយគឺត្រូវមានមហាអំណាចផ្សេងទៀតចូលរួមជាមួយគាត់អញ្ចឹងយើងមើលទៅលើរូបភាពសារប្រវត្តិសាស្ត្រដែលដូនតាយើងប្រាប់យើងថាវានឹងកើតឡើងពីខាងមុខហើយយើងក៏នឹងចាំមើលបន្តិចទៀតនេះខាងមុខដ៏ខ្លីហ្នឹងរវាងបរិះដែលមានក្បាល4ប្រកេះ4ដៃ4គ្រប់គ្រងលោកហ្នឹងតើ4ហ្នឹងជាប្រទេសណាខ្លះហើយបរិះដែលឈរតែឯងដៃ4ដែរគឺជាប្រទេសមួយណាក្នុងចំណោមសមាជិកនៃក្រុមប្រឹក្សាសន្តិសុខទាំង5ប្រទេសអញ្ចឹងលោកគ្រូមិនចង់និយាយឲ្យបានជ្រៅក៏ប៉ុន្តែចង់ឲ្យអ្នកស្រាវជ្រាវទាំងអស់ធ្វើការវិភាគទៅលើយន្តការ4ទី1សហរដ្ឋអាមេរិកនឹងឈកតែឯងហើយគ្មានមហាអំណាច4ផ្សេងទៀតចូលជាមួយគាត់ទេគាត់នឹងធ្វើឲ្យសមាជិកនៃ Peace Donald Trump Peace ហ្នឹងដើរទៅមុខហើយគៀងគរប្រទេសតូចចូលជាមួយគាត់នេះគឺជាយន្តការទី1ដែលបងប្អូនទាំងអស់ឬក៏អ្នកស្រាវជ្រាវទាំងអស់អាចទទួលយកបាននេះចំណុចទី1យន្តការទី2 Donald Trump នឹងចាប់យកប្រទេស3ផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខទីហោចិនរុស្ស៊ីនិងបារាំងណានឹងយន្តការទី2យន្តការទី3ចិនអាមេរិកនឹងចាប់យកអង់គ្លេសបារាំងរុស្ស៊ីហើយទុកចិនចោលចិនចូលតែឯងនិងមួយចំណុចទៀតសហរដ្ឋអាមេរិកនឹងចាប់យកចិនអង់គ្លេសបារាំងហើយទុករុស្ស៊ីចោលហ្នឹងហើយក្នុងចំណោមយន្តការទាំងអស់ហ្នឹងនៃដំណើរឆ្ពោះទៅ Donald Trump Peace តើយន្តការមួយណាដែលអាចនឹងកើតឡើងនាពេលខាងមុខដ៏ឆាប់ខាងខ្លីនាពេលខាងមុខដ៏ខ្លីនេះអញ្ចឹងលោកគ្រូមិនចង់ធ្វើការបកស្រាយឲ្យចំទេប៉ុន្តែលោកគ្រូគ្រាន់តែចង់បង្ហាញពីការពិតដែលបុព្វបុរសយើងលោកមានភាពក្លាហានហើយលោកមានភាពចំណេះដឹងខ្ពង់ខ្ពស់អាចដោះស្រាយអនាគតកាលដែលមានភាពប្រកបជាបំផុតដោយអ្វីដែលលោកគ្រូបានលើកឡើងតាក់ទងទៅនឹងក្រុមប្រឹក្សាសន្តិសុខក៏ដូចជារបៀបរបប
នៃការរៀបចំសណ្ដាប់ធ្នាប់ថ្មីរបស់ President Trump ឬក៏ Trumpist ជាថ្មីម្ដងទៀតតើមហាអំណាចទាំង5អាចនឹងមិនសូវជាពេញចិត្តទៅនឹងអ្វីដែលបទវិភាគយន្តការទាំង5នេះរបស់លោកគ្រូដែរទេចម្លើយប្រកាសជាមានតែមានហេតុផលអីណាអូខេបើសិនបើការផ្សព្វផ្សាយនេះទូលំទូលាយលិចលឺដល់មហាអំណាចមេដឹកនាំមហាអំណាចទាំង5ហ្នឹងពិតណាស់បុគ្គលដែលមានអំណាចគ្របដណ្ដប់ពិភពលោកទាំង5រូបហ្នឹងមិនធ្វើអ្វីទៅតាមបទវិភាគទៅតាមមាត់របស់លោកគ្រូទេអញ្ចឹងពួកគាត់នឹងធ្វើឲ្យ peace Donald Trump peace ហ្នឹងចូលរួមគ្នាហើយពួកគាត់នឹងបំបែកគ្នាចេញវិញប៉ុន្តែការបំបែកចេញនោះគ្រាន់តែជាឆាកល្ខោនទេទសរស្ដំនៃព្រហ្មលោក1បូកនឹង4នៅតែរក្សាដដែលអញ្ចឹងទោះបីជាទឹកចិត្តមេដឹកនាំទាំង5ប្រទេសហ្នឹងជាពិសេស Donald Trump President Donald Trump ហ្នឹងគាត់ចង់លេងឆាកល្ខោនយ៉ាងណាក៏ដោយលោកគ្រូសូមរក្សាការពារនៅសារប្រវត្តិសាស្ត្រអក្សរអាចកំបាំងឆ្លងប្រវត្តិសាស្ត្ររបស់ដូនតាខ្មែរដែលចារនៅលើសិលាចារឹកដដែលពលគឺ1ទល់នឹង4អញ្ចឹងសម្រាប់បងប្អូនកូនក្មួយនិស្សិតទាំងអស់វិញយើងពុំបាច់គិតអំពីទឹកចិត្តរបស់មេដឹកនាំពិភពលោកទេយើងគិតតែអំពីតើយន្តការទាំង5ដែលបានលើកឡើងហ្នឹងមួយណាដែលនឹងអាចកើតមាននៅក្នុងសករាជ Donald Trump peace អូខេអញ្ចឹងជាថ្មីម្ដងទៀតការលើកឡើងរបស់លោកគ្រូនេះមានពេលវេលាខ្លីងាយយល់ក៏ប៉ុន្តែវាហាក់បីដូចជាភាពមិនស៊ីសង្វាក់គ្នាសោះរវាងរឿងអតីតកាលរឿងបច្ចុប្បន្ននិងរឿងអនាគតកាលវាមិនហាក់បីដូចជាមិនស៊ីសង្វាក់គ្នាសោះហើយការបកស្រាយរបស់លោកគ្រូវាហាក់បីដូចជាមានការស្ទាក់ស្ទើរវិញយ៉ាងវាមិនមែនជាភាពស្ទាក់ស្ទើរឬក៏ភាពមិនស៊ីសង្វាក់គ្នានោះទេសំខាន់តើបងប្អូនក៏ដូចជាអ្នកស្រាវជ្រាវទាំងអស់បានសិក្សារៀននៅមេរៀនមុនដែរទេនៅពេលដែលយើងបានសិក្សារៀនអំពីអក្សរសាស្ត្រឆ្លងអក្សរសាស្ត្រកំបាំងឆ្លងប្រវត្តិសាស្ត្រទើបយើងដឹងថាការបកស្រាយអំពីអក្សរពីបុរាណការកើតឡើងនៅពេលបច្ចុប្បន្ននិងស្ថានភាពដែលទីមនឹងកើតឡើងនៅពេលខាងមុខដែលលោកគ្រូបានបកស្រាយនេះវាមានភាពស៊ីសង្វាក់គ្នាផងដែរអញ្ចឹងលោកគ្រូមិនមានអ្វីច្រើនទេអញ្ចឹងយើងសួរថាជ្រុលតែយើងធ្វើបទអត្ថាធិប្បាយពាក់ព័ន្ធទៅនឹង Donald Trump peace តើយើងអាចហ៊ានភ្នាល់ជាមួយនឹងមេដឹកនាំពិភពលោកដែរទេតើពួកគាត់ទាំង5ប្រទេសហ្នឹងអាចរត់ចេញអំពីយន្តការទាំង5ហ្នឹងដែរទេសម្រាប់លោកគ្រូហ៊ានភ្នាល់ថាมันអាចចេញអំពីយន្តការទាំង5នេះដាច់ខាតទោះបីជាប្រធានាធិបតីទាំង5ប្រទេសឬក៏មាននាយករដ្ឋមន្ត្រីឬមានព្រះមហាក្សត្រទៅតាមរបបលទ្ធិរបស់គេក៏ដោយនៅតែរក្សានៅទម្រង់1បូកនឹង4ដដែលអញ្ចឹងលោកគ្រូក៏មិនហ៊ានអំនួតឬក៏បង្ហាញនៃការវិភាគនឹងត្រឹមត្រូវកម្រិតណានោះទេមានតែយើងរងចាំមើលថាតើ Donald Trump peace ដែលហៀបនឹងកើតឡើងហើយនឹងកើតឡើងខាងមុខដល់ខ្លីនេះដោយអ្វីដែលលោកគ្រូបានវិភាគដែរទេតើរុស្ស៊ីនៅក្រៅក្រុមចិននៅក្រៅក្រុមបារាំងនៅក្រៅក្រុមឬក៏ចក្រភពអង់គ្លេសនៅក្រៅក្រុមឬក៏សហរដ្ឋអាមេរិកនៅតែសូមអរគុណ